ជំរាបសួរបងប្អូនអ្នកគ្នាព្រឹកនេះខាងនោះសុខទុក្ខយ៉ាងណាដែរសម្រាប់ខាងខ្ញុំមួយអាទិត្យនេះគឺបើកថ្ងៃភាគច្រើនអត់សូវមានភ្លៀងទេឥឡូវហ្នឹងខ្ញុំជាមួយនឹងកូនមកកម្មវិធីនេះហ្នឹងគេហៅថាណាយ៉ូនៅក្នុងហ្នឹងគេមាននំខេកមានទឹកប៉មហ្នឹងទឹកប៉មស្រស់ណាបងប្អូនច្បាច់មកផ្លែប៉មភ្លាមអញ្ចឹងណានេះពូទៅរកទឹកប៉មស្រស់ហើយបានមួយកែវដែរហើយកូនស្រីខ្ញុំគឺគាត់ទៅមុនខ្ញុំអញ្ចឹងណាទៅជាមួយនឹងពួកម៉ាក់គាត់ហើយខ្ញុំទៅប្រហែលជាជិតចុងម៉ោងហើយអញ្ចឹងហើយអត់សូវមានមនុស្សទេភាគច្រើនមានក្មេងមានអីអញ្ចឹងណាគេទៅគូសរូបគូសអីអញ្ចឹងទៅហើយខ្ញុំក្លែកចុះក្លែកឡើងឃើញផ្លែតាពាំងបាយជូរនេះមានតាពាំងបាយជូរណាបងប្អូនដើមនៅចិត្តហ្នឹងបេះយកមកភ្លក់ហើយយកមើលទឹកមុខណានិយាយពីថាទឹកមុខផ្អែមណាស់បងប្អូនអើយផ្អែមឆ្ងាញ់តែម្ដងនិយាយលេងសើចអីជូរហ្នឹងជូរណាស់បងប្អូនអើយឥឡូវហ្នឹងកូនខ្ញុំគាត់គូសចុះគូសឡើងគេបានដូចធោអញ្ចឹងរៀងផ្ទះមួយហើយនេះជាទេសភាពតាមផ្លូវផ្កាណាបងប្អូនដូចស្បៃរឿងអញ្ចឹងប៉ុន្តែនេះមិនមែនផ្កាស្បៃរឿងទេគេដូចមានឈ្មោះថាផ្កាតាមរាប់ណាសម្រាប់ធ្វើប្រេងឆាហើយនឹងយើងយកដើមនឹងទៅជ្រក់ក៏បានដែរ